ចាសសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមទស្សនាក៏ដូចជាស្ដាប់ការសង្ខេបមេរៀននៅក្នុងសប្តាហ៍ទី7ចំពោះទី5អញ្ចឹងចំពោះនេះផងដែរគឺគេនិយាយអំពីការវាយតម្លៃសរុបហើយយកមកប្រើដើម្បីអភិវឌ្ឍការរៀនគោលបំណងនៅក្នុងមេរៀននេះគឺប្រើផលតេស្តដើម្បីកែលម្អទៅលើការបង្រៀនចាអញ្ចឹងចូលដល់ចំណុចទី1គេសួរថា submative descent formative assignment ហ្នឹងជាអ្វីចាអញ្ចឹងវាគឺជាការវាយតម្លៃមានផែនការនិងរចនាសម្ព័ន្ធអញ្ចឹងការវាយតម្លៃនេះគឺយើងត្រូវតែមានផែនការនិងរចនាសម្ព័ន្ធច្បាស់លាស់ផងដែរវាមិនមែនកាត់ឡើងភ្លាមនៅក្នុងពេលបង្រៀនទេអញ្ចឹងចំពោះពេលបង្រៀនគឺយើងអត់អាចធ្វើវាបានទេតើតើយើងចប់ម៉ោងបង្រៀនឬក៏ម៉ោងរៀនមិនយើងអាចធ្វើវាបានហើយប្រើលទ្ធផលក្រោយពេលដើម្បីផ្ដល់ feedback ហើយនឹងកែសម្រួលការបង្រៀនរបស់យើងផងចូលដល់ចំណុចទី2គឺការវាយតម្លៃមុនបង្រៀនចាអញ្ចឹងយើងធ្វើមុនចាប់ផ្ដើមមេរៀនការវាយតម្លៃចាប់ផ្ដើមមុនមេរៀនដើម្បីដឹងថាសិស្សដឹងអ្វីមិនដឹងអ្វីហើយវាអាចជួយគ្រូកំណត់កម្រិតលំបាកកន្លែងចាប់ផ្ដើមបង្រៀនបានចាអញ្ចឹងមុននឹងចាប់ផ្ដើមបង្រៀនយើងអាចធ្វើការវិតម្លៃសិស្សតាមរយៈការសួរសំណួរខ្លះទៅកាន់សិស្សឬក៏តាមរយៈផ្សេងសកម្មភាពផ្សេងទៀតលោកគ្រូអ្នកគ្រូប្រើនៅក្នុងការបង្រៀនលោកគ្រូអ្នកគ្រូអាចប្រើបានដើម្បីដឹងអំពីកម្រិតនៃការយល់ដឹងរបស់សិស្សបើសិស្សគាត់មានភាពឆ្លាតវៃក៏ដូចជាគាត់លះលហួនមានការចងចាំហើយលោកគ្រូអ្នកគ្រូអាចនឹងបង្រៀនទៅតាមនឹងបានដែរបន្ថែមហើយចូលដល់ចំណុចទី3គឺតេស្តមុនបង្រៀនចាអញ្ចឹងតេស្តមុនបង្រៀននេះគឺវាមានអត្ថប្រយោជន៍ច្រើនទី1ឃើញមូលដ្ឋានសិស្សអញ្ចឹងមានថាគឺឃើញកម្រិតយល់ដឹងមូលដ្ឋានរបស់សិស្សជាទូទៅថាតើសិស្សនៅក្នុងថ្នាក់ហ្នឹងគឺគាត់មានកម្រិតយល់ដឹងរបស់គាត់ហ្នឹងកម្រិតណាដែរហើយប្រើជាខ្សែគោលសម្រាប់វាស់ការរីកចម្រើនសិស្សមិនមានមេរៀននៅក្នុងខួរក្បាលមិនមានចិត្តខំធ្វើអាចបង្កការភ័យខ្លាចចាចូលដល់ចំណុចទី4គឺ homework កិច្ចការផ្ទះការអនុវត្តបន្ថែមចំពោះកិច្ចការផ្ទះនេះគឺវាពិតជាមានសារៈសំខាន់ខ្លាំងដែលទាមទារឲ្យលោកគ្រូអ្នកគ្រូត្រូវតែដាក់នៅពេលចុងបញ្ចប់នៃមេរៀននីមួយៗអញ្ចឹងអាចឲ្យសិស្សនឹងគាត់អាចហាត់បន្ថែមនៅផ្ទះហើយពង្រីកទៅលើចំណេះដឹងរបស់គាត់បន្ថែមទៀតអញ្ចឹងនៅផ្ទះគាត់មានពេលវេលាច្រើនគាត់អាចស្វែងរកតាមរយៈសៀវភៅ Google ក៏ដូចជាតាមរយៈអ៊ីនធឺណិតផ្សេងផងដែរហើយវាតម្លៃការយល់ដឹងរបស់សិស្សមិនប្រកាសថាសិស្សធ្វើដោយខ្លួនឯងអញ្ចឹងទៅលើកិច្ចការផ្ទះនេះគឺមិនប្រកាសថាសិស្សគាត់ធ្វើដោយខ្លួនឯងសិស្សខ្លះគឺគាត់អាចប្រើបងឬក៏ប៉ាម៉ាក់គាត់ឲ្យជួយធ្វើអញ្ចឹងមុននឹងយើងដាក់កិច្ចការផ្ទះណាមួយយើងត្រូវសង្កត់ធ្ងន់ទៅកាន់ពួកគាត់ថាកិច្ចការផ្ទះនេះគឺកូនត្រូវតែប្រកាសថាកូនធ្វើដោយខ្លួនឯងគឺអត់មានជំនួយពីអ្នកដទៃទេព្រោះវាគឺជាកិច្ចការផ្ទះរបស់កូនហើយមានជំនួយអាចនឹងមានជំនួយក្រៅ9ទៅលើ state work កិច្ចការនៅថ្នាក់សកម្មភាពបុគ្គលក្នុងថ្នាក់គ្រូត្រូវដើរត្រួតពិនិត្យផ្ដល់ feedback ភ្លាមចាចំពោះកិច្ចការងារដែលដាក់ឲ្យគាត់ធ្វើនៅក្នុងថ្នាក់ទី1លោកគ្រូអ្នកគ្រូអាចដាក់ឲ្យគាត់ធ្វើជាបុគ្គលហើយនៅពេលដែលដាក់ឲ្យគាត់ធ្វើហើយលោកគ្រូអ្នកគ្រូត្រូវតែយកពេលវេលានេះលោកគ្រូដើរពិនិត្យទៅលើសិស្សរបស់ខ្លួនថាតើសិស្សណាគាត់អាចធ្វើបានកម្រិតណាហើយសិស្សណាទៀតដែលគាត់អាចធ្វើបានបើសិនជាគាត់មានចម្ងល់ឬក៏គាត់ធ្វើមិនបាននៅកន្លែងណាមួយគាត់មិនទាន់យល់ពីកន្លែងណាមួយលោកគ្រូអ្នកគ្រូត្រូវតែផ្ដល់មតិយោបល់ឲ្យគាត់ភ្លាមដើម្បីឲ្យគាត់ធ្វើការកែលម្អដើម្បីឲ្យកិច្ចការរបស់គាត់នឹងល្អផងដែរទៅដល់ចំណុចទី5 feedback សំខាន់អញ្ចឹង
ការផ្ដល់មតិត្រឡប់នេះគឺវាពិតជាមានសារៈសំខាន់ខ្លាំងទី1គឺវាមានភាពជាក់លាក់អញ្ចឹងបើសិនជាសិស្សគាត់អត់ទាន់ច្បាស់លាស់នៅក្នុងចំណុចនេះទេលោកគ្រូនេះគួរអាចប្រាប់គាត់ទៅគឺអាចធ្វើឲ្យគាត់មានភាពជាក់លាក់ក៏ដូចជាមានភាពច្បាស់លាស់សម្រាប់លំហាត់មួយនឹងផងដែរអាចអនុវត្តបានចាអញ្ចឹងនៅពេលដែលយើងផ្ដល់គំនិតក៏ដូចជាការណែនាំដល់គាត់ហើយអញ្ចឹងគឺគាត់អាចនឹងធ្វើបានហើយការផ្ដល់មតិយោបល់ហ្នឹងមិនមែនធម្មតាយើងនិយាយថាអានេះត្រូវហើយឬក៏អានោះខុសហើយបើមិនជាត្រូវគឺយើងលើកហេតុផលថាហេតុអីបានជាចំណុចមួយនឹងត្រូវហើយបើមិនជាខុសហេតុអីបានចំណុចនេះមួយនឹងខុសហើយគឺយើងត្រូវតែបញ្យល់ឲ្យគាត់យល់ថាទៅរកចំណុចដែលត្រូវផងដែរចូលដល់ចំណុចទី6គឺប្រភេទ feedback ចឹងប្រភេទ feedback ហ្នឹងគឺយើងមានត្រូវហើយនិងមានខុសបន្ទាប់ពីយើងប្រាប់គាត់ថាត្រូវហើយនិងខុសហើយគឺយើងត្រូវតែបញ្យល់ហេតុផលទៅកាន់ពួកគាត់ឲ្យពួកគាត់យល់ផងដែរដូចនេះខ្ញុំបានលើកឡើងខាងលើអញ្ចឹងគឺយើងត្រូវប្រាប់គាត់បើសិនជាខុសគឺខុសត្រង់ចំណុចណាហើយបើសិនជាត្រូវយើងត្រូវត្រង់ចំណុចណាហើយបើសិនជាខុសហ្នឹងខុសត្រង់ចំណុចហ្នឹងហើយគឺលោកគ្រូអ្នកគ្រូអាចនឹងបញ្យល់គាត់បន្ថែមទៀតដើម្បីឲ្យគាត់យល់កាន់តែច្បាស់ទៅលើកិច្ចការមួយហ្នឹងផងដែរចូលដល់ចំណុចទី7 learning progression ចំណុចទី7នេះគឺគេចង់បង្ហាញថាជំហានរៀនពីកម្រិតទាបទៅកាន់កម្រិតខ្ពស់ចាអញ្ចឹងលោកគ្រូអ្នកគ្រូប្រកាសជាដឹងហើយថាការរៀនគឺយើងរៀនមិនថាការរៀននេះគឺការបង្រៀនក្តៅគឺយើងត្រូវតែបង្រៀនឬក៏រៀនពីកម្រិតទាបទៅកាន់កម្រិតខ្ពស់ឧទាហរណ៍សិស្សនីមួយៗគឺគាត់តែងតែរៀនអំពីកម្រិតទាបគឺពីថ្នាក់មត្តេយ្យរហូតដល់ចាប់ថ្នាក់ទី2អញ្ចឹងយើងអាចបង្រៀនពីកម្រិតខ្ពស់មកកាន់កម្រិតទាបបានព្រោះដោយសារតែធ្វើឲ្យសិស្សគាត់វង្វេងហើយគាត់អត់សូវមានការចងចាំល្អដោយសារតែទីមួយគឺគាត់ឃើញថាមេរៀនពិបាកចឹងធ្វើឲ្យគាត់អត់មានអារម្មណ៍នៅក្នុងការរៀនក៏ថាបានដែរប៉ុន្តែបើសិនជាយើងបរៀនគាត់ពីចំណុចទាបទៅកាន់ចំណុចខ្ពស់ចឹងបានថាវាស្រួលទៅមកកម្រិតទៅមកកម្រិតទៀតវាធ្វើឲ្យគាត់ចេះតែចង់រៀនបន្ថែមទៀតជួយគ្រូឲ្យដឹងថាសិស្សនៅកន្លែងណាត្រូវបន្តទៅកន្លែងណាអញ្ចឹងត្រង់ចំណនេះបានន័យថាជួយគ្រូឲ្យដឹងថាសិស្សហ្នឹងគឺគាត់មានចំណេះដឹងនៅក្នុងកម្រិតណាឧទាហរណ៍ថាសិស្សគឺគាត់មានកម្រិតចំណេះដឹងគាត់គឺនៅមធ្យមទាបឬក៏កម្រិតខ្ពស់អញ្ចឹងបើសិនជាគាត់មានកម្រិតយល់ដឹងទាបឬក៏មធ្យមលោកគ្រូអ្នកគ្រូអាចនឹងរកវិធីសាស្ត្រដើម្បីជួយជំរុញទៅដល់ការរៀនរបស់គាត់ហើយយើងរកវិធីថាយើងត្រូវបន្តវាដោយរបៀបណាបើសិនជាសិស្សរបស់យើងនឹងគឺនៅត្រឹមតែកម្រិតជុំឯងប៉ុន្តែបើសិនជាសិស្សរបស់យើងគឺគាត់មានកម្រិតយល់ដឹងខ្ពស់ហើយអញ្ចឹងគឺយើងក៏ត្រូវទៅរកកិច្ចការណាដែលគិតថាពិបាកហើយឲ្យគាត់មានការគិតនៅក្នុងកិច្ចការនឹងផងដែរអញ្ចឹងបើសិនជាគាត់ចេះហើយយើងដាក់លំហាត់ស្រួលៗគាត់អញ្ចឹងក៏ធ្វើឲ្យគាត់លែងសូវយកចិត្តទុកដាក់នៅក្នុងការធ្វើលំហាត់ដែរចាចូលដល់ចំណុចចុងក្រោយគឺចំណុចទី8 feedback ឬក៏មតិត្រឡប់អញ្ចឹងចំណុចនេះគឺល្អហើយ feedback នេះផងដែរគឺយើងត្រូវតែផ្ដល់ទៅកាន់ពួកគាត់ភ្លាមឲ្យបានច្បាស់លាស់ហើយផ្អែកលើការរៀនរបស់គាត់នឹងហើយអាចឲ្យអនុវត្តបានមិនស្ដីបន្ទោសសិស្សទេអញ្ចឹងតាមចំណុចនេះនៅពេលដែលយើងរកឃើញពីចំណុចខ្វះខាតរបស់សិស្សហើយយើងត្រូវតែផ្ដល់មតិកែលម្អទៅកាន់គាត់ភ្លាមហើយច្បាស់លាស់ផងដែរហើយការផ្ដល់មតិយោបល់នេះគឺផ្អែកទៅលើការសិក្សារបស់គាត់ហើយអាចឲ្យគាត់អនុវត្តបានដោយមិនស្ដីបន្ទោសអញ្ចឹងពេលដែលយើងដឹងថាសិស្សរបស់យើងធ្វើខុសហើយយើងអាចណែនាំគាត់តាមវិធីដែលល្អគឺយើងអត់ត្រូវស្ដីបន្ទោសឬក៏ថាគាត់ដើម្បីកុំឲ្យគាត់ខ្លាចហើយគាត់នឹងអាចមិនចង់រៀនក៏ថាបានប៉ុន្តែបើសិនជាយើងលើកពាក្យទៅសារគាត់ហើយយកចិត្តទុកដាក់ជាមួយនឹងគាត់អានេះអាចថាជួយដល់ស្មារតីរបស់គាត់បានមកកម្រិតទៀតចាអញ្ចឹងការបាត់បង្ហាញរបស់នាងខ្ញុំគឺបានបញ្ចប់ចាសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមស្ដាប់ក៏ដូចជាស្ដាប់ការបកស្រាយរបស់នាងខ្ញុំផងដែរចាសូមអរគុណ